ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាលើកទី2ដើម្បីធ្វើនំប៉័ងក្នុងឆាកជីវិតរបស់ខ្ញុំធ្វើលើកទី1គឺបរាជ័យបិទនំអត់ចិត្តទេឥឡូវធ្វើលើកទី2ម្ដងទៀតចាដើម្បីយកឈ្នះចង់ដឹងថាគ្រាន់តែប៉ុណ្្នឹងធ្វើមិនបានណាអញ្ចឹងឥឡូវនេះក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការលាយម្សៅតែម្ដងចាអញ្ចឹងដល់ចំណុចនេះយើងលាយម្សៅហើយវាលែងស្អិតដាក់ជាប់ដៃយើងហើយអញ្ចឹងយើងគ្របវាទុកសិនចា1ម៉ោងក្រោយមកយើងរោយម្សៅនៅលើកន្លែងយើងដើម្បីត្រៀមកាត់នំហ្នឹងរោយម្សៅតិចៗទៅហើយយើងយកអានំយើងដែលយើងគ្របទុកមុនហ្នឹងណាហាត់ម្សៅដូងយកមកយើងបត់វាដើម្បីយើងត្រៀមកាត់កុំប្រើកម្លាំងខ្លាំងពេកខ្លាចខូចម្សៅនំសម្រាប់ការកាត់របស់ខ្ញុំនេះខ្ញុំស្មានមើលកាត់មកតូចៗល្មមតែបើអ្នកទាំងគ្នាចង់កាត់បានត្រឹមត្រូវយើងយកទៅថ្លឹងហ្នឹងទៅថានំប៉័ងមួយប្រហែលជា40ក្រាមអីចឹងណាបន្ទាប់ពីកាត់រួចយើងត្រូវមូលវាឲ្យរាងជារាងមូលដូចបានចឹងមូលទាំងអស់គ្រប់ដុំបន្ទាប់ពីមូលគ្រប់ដុំមកហើយយើងគ្របទុក10នាទីទៀតចាឲ្យវាឡើងបន្ទាប់ពី10នាទីយើងបកថងនឹងចេញទៅហើយយើងចាប់ផ្ដើមសំប៉ែតដុំមូលយើងមិញណាយើងចាប់ផ្ដើមសំប៉ែតវាឲ្យស្ដើងបំផុតដើម្បីយើងស្រួលវេចខ្ចប់សម្បកធ្វើដាក់ស្នូលនំប៉័ងព្រោះលើកមុនខ្ញុំបានអត់សូវបានធ្វើវាសំប៉ែតទេអញ្ចឹងទៅវាពិបាកវេចខ្ចប់ទៅឲ្យម្សៅហ្នឹងសាច់ម្សៅហ្នឹងវាក្រាស់ពេកអញ្ចឹងបានថាការខុសដែលយើងបានធ្វើលើកទី1វាមិនទាន់ត្រឹមត្រូវយើងនឹងដឹងថាតើយើងខុសចំណុចណាតែចំណុចណាយើងត្រូវកែហើយលើកទី2របស់ខ្ញុំនេះក៏មិនប្រកាសថាបានល្អដែរអាចនឹងមានលើកទី3ទី4ទី5ហើយទៀតចឹងទៅរហូតដល់ការធ្វើនំប៉័ងរបស់ខ្ញុំបានស្អាតបានបិទចិត្តល្អចឹងណាពេលយើងបានម្សៅសំប៉ែតហើយអាជាវាហ្នឹងយើងច្បាច់វារាងស្ដើងដើម្បីពេលយើងបិទនំប៉័ងដាក់ស្នូលទៅវាស្ដើងជានេះយើងស្រួលបិទមាត់វាហើយកន្លែងម្សៅនេះនៅកណ្ដាលវានេះខ្ញុំឃើញថាម្សៅវាក្រៀងក្រាស់ចឹងខ្ញុំយកលព្រាមកសកត់អាម្សៅខាងកណ្ដាលហ្នឹងឲ្យវាទៅគៀនវាស្ដើងចឹងទៅដើម្បីឲ្យយើងស្រួលដាក់ស្នូលហើយនឹងគ្លិបខ្ចប់យើងចាប់ដើមដាក់ស្នូលចឹងណាស្នូលរបស់យើងមានគ្រឿងសាច់ជ្រូកច្រាំលាយជាមួយនឹងបន្លែខ្លះហ្នឹងមានសាច់ក្រកហើយនឹងមានពងមាន់ពងទាស្ងោរដាក់ចូលទៅតែខ្ញុំបានធ្វើពងមាន់ស្ងោរដាក់ចូលទេដាក់តែសាច់ក្រកចូលកន្លែងនេះយើងមើលទៅឃើញថាសម្បកយើងរាងធំដែរអញ្ចឹងយើងត្រូវដាក់ស្នូលឲ្យរាងច្រើនបន្តិចដើម្បីឲ្យវាពេលយើងចំហុយវាទៅពេលញ៉ាំទៅវាសមាមាត្រគ្នាសាច់នំហើយនឹងស្នូលវាសមគ្នាដាក់រួចហើយមើលមកល្មមយើងចាប់ផ្ដើមបិទជាហ្នឹងតែម្ដងចាវេចខ្ចប់ទៅជានំប៉័ងអញ្ចឹងអាការដែលយើងសង្កត់ជាវាស្ដើងហ្នឹងគឺយើងស្រួលទាញវាមកចិត្តជាប់គ្នាអញ្ចឹងពេលដែលយើងខ្ចប់នំប៉័ងហ្នឹងមេដៃយើងមកចំហៀងទៀតហ្នឹងត្រូវរុញស្នូលវាទៅទប់ស្នូលវាកុំឲ្យវាហៀចេញហើយក៏យើងរុញវាចូលដែរបើមិនអញ្ចឹងទេវាអស់សាច់នំម្សៅនំដើម្បីយើងខ្ចប់រហូតដល់ចប់អូខេសូកជ័យមួយបិទមាត់ចិត្តហើយចាសំខាន់ឲ្យទៅបិទមាត់ចិត្តបិទ
ចិត្តគឺចំហុយទៅវាហៀក្លែកខ្លះចេញមករួចរាល់ទាំងអស់យើងត្រូវចាប់ផ្ដើមដាំទឹកឲ្យវាពុះសិនដាំពុះហើយយើងបិទភ្លើងអត់បើកភ្លើងទេដាក់នំប៉័ងហ្នឹងចំហុយនៅក្នុងឆ្នាំងហ្នឹងដោយមិនបើកភ្លើងបើកភ្លើងចក្រានហ្នឹង15នាទីសិនតទៅពី15នាទីបានយើងចាប់ផ្ដើមបើកទឹកហ្នឹងឲ្យរៀងពុះតិចតិចដោយសារតែនាងខ្ញុំអត់មានឆ្នាំងចំហុយអត់មានឡាំងសឹងចំហុយចឹងដាក់ចំហុយម្ដងបាន1 2 3ពេលយកអត់ទាន់ចំហុយអញ្ចឹងបើសិនជាចំហុយអត់គ្រប់ទេត្រូវដាក់ចូលទូទឹកកកសិនដើម្បីការពារកុំឲ្យម្សៅហ្នឹងវាឡើងខូចម្សៅនំប៉័ងចាអញ្ចឹងលើកទី2នេះគឺថាជោគជ័យ 100% ធ្វើនំប៉័ងបាត់មាត់ច្រឡឲ្យមានហៀក្លែកខ្លះទេហើយស្នូលសាច់នំប៉័ងគឺវាសមាមាត្រគ្នាឆ្ងាញ់តែម្ដងចាឃើញអត់រូបរាងច្រយចំហុយហើយអរគុណច្រើនអ្នកទាំងអស់គ្នា